សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះគេក៏បានបង្ហាញយើងឃើញអំពីវិមានមួយដែលជាកន្លែងនៃសម្ព័ន្ធវឹកហាត់ហើយនៅខាងក្នុងវិមានដ៏ធំស្កឹមស្កៃហ្នឹងយើងក៏បានឃើញអំពីស្រីស្អាតចំនួន3នាក់ដែលកំពុងតែរំយ៉ាងល្វត់ល្វន់ទន់ល្វើយការចង្កេះទៅមើលធ្វើអ្នកមើលហ្នឹងគឺហៀទឹកមាត់ទៅហើយខណៈដែលនៅចំពោះមុខពួកគេហ្នឹងក៏មាននៅតាចាស់ម្នាក់ផងដែរពួកគេក៏បានធ្វើការគូសំទៅកាន់គាត់ក៏បាននិយាយឲ្យថារបាំនេះគឺត្រូវបានអនុវត្តយ៉ាងល្អដូច្នោះហើយក៏នឹងទទួលបាននៅត្បូងអមតៈចំនួន3ស្របពេលដែលនាងក៏បានតបមកវិញថាការដែលបានបម្រើតាចាស់ហ្នឹងវាគឺជាសំណាងរបស់ពួកគេរួចទៅហើយដូច្នោះហើយពួកគេហ្នឹងគឺមិនចង់សូមអ្វីច្រើនទៀតនោះទេស្របពេលដែលតាចាស់ហ្នឹងក៏បានកវិដៃរបស់គេបន្តិចទៅទាញយកស្រីស្អាតម្នាក់ដាក់ទៅលើផ្លូវរបស់គេនិយាយថាដោយសារតែនាងបានបង្ហាញអំពីភាពស្មោះត្រង់មកឲ្យគាត់ទៅហើយនោះដូច្នោះហើយគាត់នឹងផ្ដល់ក្តីសុខឲ្យនាងហើយបន្ទាប់មកក៏ចាប់ផ្ដើមស្រូបយកនៅកម្លាំងធម្មពលអំពីរាងកាយរបស់នាងប៉ុន្តែស្រីស្អាតទាំងអស់ហ្នឹងគឺមានអារម្មណ៍ថាពិតជាមានក្តីសុខខ្លាំងមែនទែនស្របពេលដែលពួកគេហ្នឹងក៏នៅតែនិយាយអរគុណដល់តាចាស់ហ្នឹងដែរហើយតាចាស់ហ្នឹងក៏នៅតែបន្តស្រូបយកនៅកម្លាំងធម្មពលនេះទៅក្លេកមកមើលខាងក្រៅវិញមិនយូរប៉ុន្មាននោះក៏ស្រាប់តែកំឡោះវ៉ាងលៀនក៏បានមកដល់ទីនេះហើយគាត់ក៏បានក្លេកទៅមើលវិមានដ៏ធំស្កឹមស្កៃនៅទីនេះស្របពេលដែលគាត់ក៏បាននិយាយថាវិមាននេះវាគឺពិតជាដូចគ្នាជាមួយនឹងវិមានអមតៈដែលគាត់បានឃើញនៅក្នុងអាណាចក្រអមតៈស្របពេលដែលគាត់ក៏បានបន្តក្លេកមើលមនុស្សមួយចំនួនហើយគាត់ក៏បាននិយាយថាហេតុអ្វីបានជាសត្វអមតៈទាំងអស់នេះគាត់គឺមានអារម្មណ៍ថាដូចជាស៊ាំជាមួយនឹងពួកវាហើយក្នុងពេលនោះក៏ស្រាប់តែមនុស្សម្នាក់ទៀតបានចេញមកគេបាននិយាយស្វាគមន៍ទៅកាន់វ៉ាងលីនដោយមនុស្សម្នាក់ហ្នឹងគេគឺមានឈ្មោះថាឈីអ៊ីចាងដែលជាសិស្សច្បងរបស់វ៉ាងលីនដែរបាននិយាយត្រឡប់ទៅកាលពីពេលមុននៅថ្ងៃខួបកំណើតរបស់លោកគ្រូនោះគេគឺពិតជាមានការកោតសរសើរចំពោះសមត្ថភាពរបស់វ៉ាងលីនខ្លាំងមែនទែនវ៉ាងលីនក៏បានសួរតបទៅវិញថាហេតុអ្វីបានជាគាត់ហ្នឹងគឺមិនស្វែងរកឱកាសណាមួយដើម្បីទទួលបានតំណែងនៅក្នុងជំរំកងទ័ពហេតុអ្វីបានជាមកសោយសុកនៅកន្លែងនេះទៅវិញគេក៏បានតបមកវិញថាកន្លែងនោះវាគ្រាន់តែជាការបំផន់ភ្នែកសម្រាប់អ្នកខាងក្រៅតែប៉ុណ្ណោះប៉ុន្តែចំពោះកន្លែងនេះវិញគឺទើបជាកន្លែងដ៏ពិតប្រាកដដើម្បីស្វែងរកនៅផ្លូវតាវដ៏អស្ចារ្យហើយខណៈដែលបុព្វបុរសអមតៈនេះគឺជាមនុស្សអមតៈពិតប្រាកដនៃអាណាចក្រអមតៈមានតែស្ថិតនៅក្រោមអំណាចរបស់គេនោះទេទៅពួកគេនឹងគឺអាចមើលឃើញអំពីផ្លូវតាវដ៏អស្ចារ្យបានរួចហើយនោះក៏បោះជំហានចូលទៅរកផ្លូវពិតនៃភាពអមតៈហើយក៏សួរវ៉ាងលីនថាតើគាត់ធ្វើដំណើរមកទីនេះដើម្បីចោះចូលជាមួយនឹងបុព្វបុរសអមតៈដែរមែនទេវ៉ាងលីនក៏បានតបទៅវិញថាសប្តាហ៍ថ្ងៃនេះសម្បីតែខ្មោចនិងបិសាចនឹងក៏ហ៊ានហៅខ្លួនឯងថាជាបុព្វបុរសអមតៈដែរលើកដូច្នោះហើយមនុស្សទាំងអស់ដែលមានវត្តមាននៅកន្លែងហ្នឹងពួកគេនឹងហាក់បីដូចជាខ្ញាល់ផ្លេតែម្ដងម្នាក់ក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គេបាញ់ទៅលើវ៉ាងលីនស្របពេលដែលវ៉ាងលីនក៏បានបញ្ចេញនៅធម្មពលរបស់គាត់បន្តិចបង្កើតបានទៅជាខែលការពារមួយមុនពេលដែលគាត់ក៏បានបង្ហាញអំពីអំណាចធម្មពលរបស់គាត់ត្រឡប់ទៅវិញយើងក៏ឃើញថាពួកគេទាំងអស់គ្នានឹងក៏បានប៉ាងត្រឡប់ទៅលិនដូចជាសម្ដីចឹងដែរប៉ុន្តែចំពោះឈីអ៊ីចាងក៏នៅតែនិយាយថាវ៉ាងលីនគឺបានធ្វើនៅអំពើអាក្រក់ប្រមាថដល់បុព្វបុរសអមតៈរបស់គេដូច្នោះហើយគាត់ប្រកាសជាស្លាប់ដោយគ្មានទីបញ្ចុះសោមក្នុងពេលនោះកម្លាំងធម្មពលពី3ក៏បានប្រមូលផ្ដុំគ្នាបង្កើតបានទៅជារាងកាយធម្មពលមួយដែលគេគឺជាអ្នកការពារអមតៈនឹងឯងកម្លាំងធម្មពលនៅដំណាក់កាលដំបូងនៃកម្រិតទី7ឈីចាងក៏នៅតែនិយាយថាអង្គរៈអមតៈឬមួយក៏អ្នកការពារអមតៈនឹងគឺទទួលបានការវឹកហាត់ដោយផ្ទាល់អំពីបុព្វបុរសអមតៈដូច្នោះហើយលើកនេះវ៉ាងលីនប្រកាសជាចប់ហើយនៅពេលដែលគេកំពុងតែញញឹមកំពុងតែសប្បាយចិត្តនោះក៏ស្រាប់តែទឹកមុខក៏បានផ្លាស់ប្ដូរមកវិញដោយសារតែវ៉ាងលីនគឺអាចទប់ទល់បានយ៉ាងងាយស្រួលតែម្ដងព្រោះថាកម្លាំងធម្មពលនៃអ្នកការពារអមតៈនឹងវាគ្រាន់តែជាធម្មពលប្រយោលតែប៉ុណ្ណោះដោយមិនមែនជាធម្មពលពិតប្រាកដនោះទេដូច្នោះហើយធ្វើម៉េចនឹងអាចប្រៀបធៀបជាមួយនឹងគាត់ដែលជាអ្នកកម្រិតទី7ពិតប្រាកដទៅឬហើយនោះគាត់ក៏នៅតែទៅមុខស្រែកទៅកាន់តាចានឹងថាតើនៅតែមិនព្រមបង្ហាញខ្លួនទៀតមែនទេតាចានឹងក៏សួរតបមកវិញថាតើវ៉ាងលីននឹងគឺជានរណាហេតុអ្វីបានជាមកក្អេងក្អាងបង្ករឿងនៅកន្លែងរបស់គាត់វ៉ាងលីនក៏តបទៅវិញថាលើកទី1នៅក្នុងទីក្រុងបិសាចមេឃនឹងតាចានឹងគឺបានប៉ុនប៉ងសម្រាប់គាត់ម្ដងរួចទៅហើយកាលពីប៉ុន្មានថ្ងៃមុននឹងក៏ព្យាយាមចាត់ការមកលើគាត់លើកទី2ទៀតដូច្នោះហើយនៅពេលនេះក៏ធ្វើជាមិនស្គាល់គាត់មែនទេតាចានឹងក៏ចាប់ផ្ដើមរឹកនឹកបន្តិចមុនពេលគាត់ក៏បានដឹងថាម្នាក់នេះគឺជាវ៉ាងលីនគាត់បានតបទៅវិញថាលោកប្អូនណាទាំងអស់នេះវាគ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណោះហើយនៅពេលនេះលោកប្អូនវ៉ាងក៏បានសម្លាប់នៅអង្គរៈអមតៈរបស់ខ្ញុំចំនួន2នាក់រួចមកហើយដែរដូច្នោះហើយរឿងទាំងអស់នេះចាត់ទុកថារួចគ្នាទៅចោះសួរទៅកាន់វ៉ាងលីនថាតើវ៉ាងលីននឹងគឺគិតយ៉ាងណាដែរចំណែកស៊ុនយូណាននាងគឺពិតជាមានការងឿងឆ្ងល់ដោយសារតែតាកញ្ចាស់ហួងអ៊ីនឹងឈានមកដល់ដំណាក់កាលកណ្ដាលនៃកម្រិតទី7ទៅហើយប៉ុន្តែហេតុអ្វីបានជាខ្លាចវ៉ាងលីនទៅវិញស្របពេលដែលតាចានឹងក៏បានសម្លាប់នាងបន្តិចដូច្នោះហើយនាងក៏ស្ងាត់មាត់ទៅស្របពេលដែលវ៉ាងលីនវិញក៏បាននិយាយថាអ្នកការពារអមតៈ2នាក់មែនទេវាគឺគ្មានខុសអ្វីក្រៅពីបំណាច់ដុំថ្មចំនួន2ដុំតែប៉ុណ្ណោះដូច្នោះហើយក៏មិនអាចកាត់កងជាមួយនឹងរឿងដែលបានធ្វើបាបគាត់ចំនួន2លើកដែរតាចានឹងវិញបន្ទាប់ពីចាប់យកនៅត្បូងអមតៈនេះហើយគាត់ក៏បាននិយាយថាវ៉ាងលីនគឺពិតជាមិនស្គាល់ល្អអាក្រក់ពិតមែនហើយបន្ទាប់មកគាត់ក៏បានស្ទុះឡើងធ្វើការប្រមូលផ្ដុំនៅធម្មពលរបស់គាត់ធ្វើការកោះហៅនៅអ្នកការពារអមតៈទាំងអស់ហើយបន្ទាប់ពីអ្នកការពារអមតៈបានបង្ហាញខ្លួនកម្លាំងធម្មពលរបស់ពួកគេក៏បានប្រមូលផ្ដុំបង្កើតបានទៅជារាងកាយធម្មពលមួយឃើញដូច្នោះហើយមនុស្សទាំងអស់ដែលមានវត្តមាននៅកន្លែងនេះលើកលែងតែវ៉ាងលីនគេក៏បានលិតជង្គង់ធ្វើការគោរពទៅកាន់អធិរាជអមតៈរបស់ពួកគេចំណែកតាចានឹងក៏នៅតែបន្តថាយ៉ាងណាមិញគាត់ក៏ធ្លាប់ជាសមាជិកនៃអាណាចក្រអមតៈដែរប៉ុន្តែបន្ទាប់ពីអាណាចក្រអមតៈបានដួលរលំនោះគាត់ក៏បានធ្វើដំណើរមកពិភពលោកនេះដើម្បីជួយសង្គ្រោះអ្នកគ្រប់គ្នាដូច្នោះហើយប្រសិនបើវ៉ាង
ងលីនគាត់ដកថយនៅពេលនេះនោះវាងលីនគាត់គឺនៅតែអាចមានផ្លូវរស់បានប៉ុន្តែប្រសិនបើគាត់មិនព្រមដកថយនោះទេនោះគេនឹងប្រើប្រាស់នៅទរណកម្មអមតៈដើម្បីដាក់ទៅលើវាងលីនចំណែកវាងលីនក៏តបមកវិញថាទរណកម្មអមតៈមែនទេបច្ចេកទេសរបស់លោកគឺមានការខ្វះខាតច្រើនណាស់ហើយក៏បានហោះឡើងទៅកណ្ដាលអាកាសរួចហើយក៏ប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់ដែលវាគឺជាប្រភពទឹកនៃទីអគ្គរដូវពណ៌លឿងនៅពេលដែលអំណាចធម្មពលនេះបានលេចឡើងមកយើងក៏ឃើញថាសម្បីតែអធិរាជអមតៈស្អីគេនឹងក៏មិនអាចទប់ទល់បានដែរហើយអំណាចធម្មពលនេះវាក៏បានធ្វើកន្លែងហ្នឹងគឺស្ទើរតែត្រូវបានបំផ្លាញចោលខ្ទេចខ្ទីទាំងស្រុងរួចទៅហើយក៏មានបងប្អូនយើងមួយចំនួននិយាយថាមាននឹងគឺហៅបច្ចេកទេសនេះខុសការពិតទៅសាច់រឿងគេដាក់មកបែបណាអេដមីនគឺហៅបែបហ្នឹងហើយអត់ចេះបង្កើតឈ្មោះខ្លួនឯងនោះទេវាងលៀនគាត់ក៏បានបន្តទៀតថាការបំភាន់របស់តាចានឹងគឺពិតជាល្អប៉ុន្តែអាចបោកបានត្រឹមតែមនុស្សលោកងតែប៉ុណ្ណោះហើយកម្រិតរបស់គេក៏ដែលឈានមកដល់ដំណាក់កាលកណ្ដាលកម្រិតទី7ហ្នឹងដោយសារតែស្រូបយកនៅកម្លាំងធម្មពលពីខាងក្រៅដែរហើយគេនឹងបាននិយាយទៅមិនខុសគ្នាអំពីអ្នកការពារអមតៈរបស់គេនោះទេដោយគេគ្មាននៅអំណាចធម្មពលវិញ្ញាណពិតប្រាកដឡើយហើយរាងកាយរបស់គេនឹងក៏គ្មាននៅដាននៃធម្មពលវិញ្ញាណពិតប្រាកដដែរដូច្នោះហើយក្តីសម័យរបស់គេចង់ខ្លាយទៅជាមនុស្សអមតៈនោះក៏ដល់ពេលដែលត្រូវតែភ្ញាក់ដែរចំណែកតាចាស់នឹងវិញក៏បានបង្ហាញខ្លួនទាំងចងាប់ចងល់ហើយក៏បានស្រែកទៅកាន់វាងលីនទាំងកំហឹងដោយគាត់បាននិយាយថាគាត់នឹងគឺបានបង្ហាញអំពីក្តីមេត្តាដាក់វាងលីនណាស់ទៅហើយប៉ុន្តែវាងលីនគឺនៅតែមិនដឹងល្អអាក្រក់ហើយក៏នៅតែចង់បង្កបញ្ហាដូច្នោះប្រសិនបើបែបនឹងទៅហើយនោះគាត់នឹងឲ្យវាងលីនខ្លាយទៅជាទាសកនៃសត្វអមតៈរបស់គាត់ដែលឲ្យវាងលីនគឺថាចង់រស់ក៏មិនបានចង់ស្លាប់ក៏មិនបានហើយនៅពេលនេះគាត់ក៏បានប្រើប្រាស់នៅរបស់មួយជាមួយនឹងកម្លាំងធម្មពលស្រេចឲ្យសត្វអមតៈនឹងគឺធ្វើការវិប្រហាស្របពេលដែលមនុស្សម្នាជាច្រើនក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវស្រួលតែចានឹងក៏នៅតែបន្តទៀតថាដរាបណាឲ្យតែសត្វអមតៈគឺអាចធ្វើវាងលីនបាត់បង់នៅស្មារតីត្រឹមតែមួយផ្លែតែប៉ុណ្ណោះគាត់អាចប្រើប្រាស់នៅត្បូងអមតៈដើម្បីឲ្យវាងលីនខ្លាយទៅជាអ្នកការពារអមតៈរបស់គាត់ហើយនៅពេលនេះកម្លាំងធម្មពលជាច្រើនក៏បានបាញ់សម្ដៅចូលទៅរកវាងលីនធ្វើឲ្យវាងលីនក៏បានស្គាល់ហើយថានេះគឺជាអាហារសម្រាប់សត្វវិញ្ញាណអមតៈហើយនៅក្នុងពេលនោះគាត់ក៏មិនចង់បង្អង់យូរដែរលើកនៅទងពលឹងរបស់គាត់ចេញមកហើយសត្វវិញ្ញាណក៏ស្រាប់តែបានបង្ហាញខ្លួនធ្វើឲ្យតាចានឹងក៏មានការភ្ញាក់ផ្អើលផ្លែតែម្ដងវាងលីនក៏បានស្រែកបញ្ជាបន្តិចឲ្យវានឹងគឺឆៃរបស់ទាំងអស់នេះទៅសត្វវិញ្ញាណក៏ស្រាប់តែបានហាមាត់របស់វាឡើងអមជាមួយនឹងធម្មពលនៃការស្រូបយកដូច្នោះហើយអាហារទាំងអស់នឹងដែលព្យាយាមរត់គេចខ្លួននឹងនៅទីបំផុតនឹងគឺថាមិនអាចគេចផុតបាននោះទេវាងលីនបាននិយាយថាកំណត់ទ្រព្យទាំងអស់នេះវាគឺពិតជាមានតំណែងស៊ីជម្រៅណាស់ជាមួយនឹងអាណាចក្រអមតៈដូច្នោះហើយតាកញ្ចានឹងប្រកាសជាមាននៅកំណត់ទ្រព្យដតីផ្សេងទៀតហើយស្របពេលដែលស៊ូយូណានក៏បានដឹងខ្លួនស៊ូហៅថាតើមានអ្វីកើតឡើងចំពោះនាងទៅហើយបន្ទាប់មកក៏សន្លប់បាត់ចំណែកតាកញ្ចាហងអ៊ីនឹងគឺពិតជាខឹងខ្លាំងមែនទែនព្រោះថាអំណាចដែលគាត់បានប្រម៉ែប្រមូលរយៈពេល100ឆ្នាំមកនេះគឺត្រូវបានវាងលីនវាបំផ្លាញចោលខ្ទេចហើយវាងលីនក៏តបទៅវិញថាមានអំណាចត្រឹមតែប៉ុណ្្នឹងតែប៉ុណ្ណោះក៏ហ៊ានហៅខ្លួនឯងថាជាបុព្វបុរសអមតៈដែរតែអាចារ្យនឹងក៏ស្រាប់តែបានបញ្ចេញនៅកំណត់ទ្រព្យមួយទៀតចេញមកគាត់ប្រាប់ថាជក់វេទមន្តនេះកាលពីពេលមុនប្រើប្រាស់ដើម្បីជួយណែនាំបំភ្លឺផ្លូវដល់សត្វលោកប៉ុន្តែថ្ងៃនេះគាត់នឹងប្រើប្រាស់វាដើម្បីសម្លាប់វាងលីនរួចហើយក៏ចាប់ផ្ដើមធ្វើការគូសវាសជាមួយនឹងដំណាក់ឈាមរបស់គាត់តួអក្សរមួយក៏បានលេចឡើងមកធ្វើឲ្យវាងលីនក៏បាននៅឃើញទៅដល់តួអក្សរនោះដែលគាត់បានជួបនៅក្នុងផ្លូវនេះនៅពេលដែលគាត់ជួយយ៉ាងស៊ឺសៀកធ្វើការបំបែកត្រានោះដូច្នោះហើយក៏និយាយថាមើលទៅជក់នឹងប្រកាសជាអាចទាញយកនៅធម្មពលអំពីរមួលបុរាណនោះបានហើយស្របពេលដែលតាកញ្ចាហងអ៊ីក៏បាននិយាយថាទឹកមុខរបស់វាងលីននឹងគឺពិតជាដូចគ្នាជាមួយនឹងទឹកមុខរបស់សត្វវិញ្ញាណនៅពេលដែលវាបានជួបជាមួយនឹងអាហារអមតៈរបស់វាហើយក្នុងពេលនេះវាងលីនក៏បានបញ្ចេញនៅសត្វវិញ្ញាណនឹងចេញមកម្ដងទៀតហើយវាក៏ប្រើប្រាស់នៅធម្មពលរបស់វាធ្វើការបំផ្លាញនៅធម្មពលនៃជក់វេទមន្តរបស់តាកញ្ចានឹងចោលខ្ទេចហើយតាចានឹងវិញបន្ទាប់ពីទប់ទល់រួចហើយក៏បានដាក់មេប្រូយតែម្ដងទៅវាងលីនក៏បាននិយាយថាអាហាររបស់សត្វអមតៈត្បូងអមតៈជក់អមតៈគាត់គឺត្រូវតែយកវាឲ្យបានតាចានឹងវិញនៅតាមផ្លូវក៏ព្យាយាមប្រើប្រាស់កម្លាំងដើម្បីរារាំងវាងលីនដែរធ្វើឲ្យវាងលីនក៏បាននិយាយថាត្រឹមតែរយៈពេល30ដង្ហើមតែប៉ុណ្ណោះតាចានឹងបានប្រើប្រាស់បច្ចេកទេសចំនួន36ដងផ្សេងគ្នាហើយដូច្នោះហើយបច្ចេកទេសនៃការរត់គេចខ្លួនរបស់តាចានឹងគឺពិតជាគ្មានទីបញ្ចប់ស្របពេលដែលតាកញ្ចាហងអ៊ីនឹងក៏នៅតែរੂថាតាវាងលីនយើងគឺជាសត្វចម្លែកប្រភេទណាទៅគាត់ក៏នៅតែព្យាយាមប្រើប្រាស់កម្លាំងធម្មពលដើម្បីបង្អាក់ដំណើររបស់វាងលីនហើយវាងលីនក៏នៅតែទប់ទល់តាចានឹងក៏នៅតែរੂទៀតថាកំហុសគ្រប់យ៉ាងកើតឡើងដោយសារតែគាត់ទាំងអស់ប្រសិនបើមិនមែនដោយសារតែភាពលោភលន់ក៏ដូចជាការចង់ឈ្នះរបស់គាត់នោះទេម្ល៉េះហើយគាត់ក៏មិនធ្លាក់ចូលមកក្នុងស្ថានភាពបែបនេះដែរហើយដំបូងឡើយនឹងគាត់គ្រាន់តែចង់បានវាងលីនធ្វើជាអ្នកការពារអមតៈរបស់គាត់តែប៉ុណ្ណោះព្រោះគាត់គិតថាវាងលីនគ្រាន់តែជាអ្នកវឹកហាត់ធម្មតាម្នាក់ប៉ុន្តែដែលណាទៅនឹកស្មានដល់ទៅថាវាងលីនយើងគឺជាសត្វចម្លែកមួយដែលពិតជាគួរខ្លាចខ្លាំងមែនទែនប៉ុន្តែណាហើយទៅចោះប្រសិនបើលះបង់នៅកំណត់ទ្រព្យនេះវាអាចជួយសង្គ្រោះជីវិតរបស់គាត់បាននោះវាគ្មានអ្វីដែលគួរឲ្យសោកស្ដាយនោះទេគាត់ក៏បានធ្វើការហែកលំហហើយក៏បានគប់សម្ដៅនៅកំណត់ទ្រព្យនេះសម្ដៅទៅកាន់ទីនោះទៅនឹងក៏សួរថាតើវាងលីនដេញតាមគាត់នឹងដោយសារតែកំណត់ទ្រព្យនេះមែនទេចំណែកវាងលីនក៏បានតបទៅវិញថាពេញមួយឆាកជីវិតរបស់គាត់មិនដែលចង់បានអ្វីដែលស្រួលនោះទេហើយនៅក្នុងពេលនោះគាត់ក៏បានបញ្ចេញស៊ូលូគូចេញមកវាក៏ប្រាប់ថាលោកម្ចាស់រឿងតូចតាចនេះទៅឲ្យខ្ញុំគឺជាអ្នកចាត់ការបន្ទាប់មកវាក៏បានដេញតាមជក់នោះទៅស្របពេលដែលតាកញ្ចាហងអ៊ីបន្ទាប់ពីឃើញបែបហ្នឹងបើទោះបីជាចង់យំក៏យំមិនចេញដែរព្រោះគាត់គឺនឹកស្មានមកដល់នោះទេថាវាងលីននឹងគឺមាននៅសមាជិកម្នាក់ទៀតគាត់ក៏នៅតែបន្តកិច្ចឆ្វេងកិច្ចស្ដាំហើយក៏និយាយថាប្រសិនបើគាត់គឺអាចរស់រានមានជីវិតអំពីគ្រោះមហន្តរាយនេះបានគាត់ស្បត់ថាគាត់នឹងគឺលែងបង្កបញ្ហាទៀតហើយ
វាងលីនក៏នៅតែបង្ហាញខ្លួនជាមួយនឹងទឹកមុខដ៏កំណាចគាត់ក៏ប្រាប់ថាគាត់នឹងគឺនៅសារវិធីសាស្ត្រចុងក្រោយមួយទៀតបន្ទាប់មកគាត់ក៏បានប្រើប្រាស់នៅអំណាចធម្មពលជាមួយនឹងរបស់មួយដែលវាគឺជាសំណាញ់ចងអមតៈស្របពេលដែលអំណាចធម្មពលរបស់វាក៏បានលេចឡើងមកហើយក៏បានបាញ់សម្ដៅចូលទៅរកវាងលីនហើយតាចានឹងក៏បាននិយាយទៀតថាបើទោះបីជានៅពេលនេះគាត់មិនទាន់ដឹងអំពីរបៀបនៃការប្រើប្រាស់វាបានពេញលេញក៏ដោយប៉ុន្តែគាត់ជឿជាក់ថាវាប្រកាសជាអាចជួយឲ្យគាត់នឹងគេចផុតអំពីគ្រោះមហន្តរាយនេះបានគាត់ក៏នៅតែស្រែកទៅកាន់វាឲ្យវានឹងគឺចងវាងលីនទៅហើយក្នុងពេលនោះក្បួនធម្មពលមួយក៏ស្រាប់តែបានលេចចេញមកជាមួយនឹងវ៉ាក៏ដូចជាសំណាញ់យ៉ាងច្រើនហើយនៅពេលដែលវាងលីនប្រើប្រាស់កម្លាំងធម្មពលត្រៀមទប់ទល់ជាមួយនឹងវានោះក៏ស្រាប់តែរន្ទះឋានសួគ៌បានលេចឡើងមកបាញ់ឲ្យតាចានឹងធ្លាក់ចុះទៅខាងក្រោមស្របពេលដែលសំណាញ់នឹងក៏បានចងទៅលើរាងកាយរបស់គាត់ម្ដងទៀតគាត់ក៏បានរអ៊ូថាចងគាត់ទៀតហើយមើលទៅម្ចាស់របស់វាមុនប្រហែលជាត្រូវបានគេសម្លាប់ដោយសារតែវាគឺតែចងម្ចាស់ខ្លួនឯងបែបហ្នឹងហើយវាងលីនបន្ទាប់ពីឃើញដូច្នោះហើយគាត់ក៏បានទាញយកនៅកំណប់ទ្រព្យនេះចូលទៅក្នុងដៃរបស់គាត់ហើយក៏បាននិយាយថាកំណប់ទ្រព្យហ្នឹងវាគឺពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនស្របពេលដែលគាត់ហ្នឹងក៏ធ្វើដំណើរចាក់ចែងត្រឡប់ទៅវិញទៅយើងក៏លេចទៅមើលខាងនោះវិញស៊ុនអ៊ីនសានក៏បានចូលទៅជួយប្អូនស្រីរបស់គេដែលជាស៊ុនយូណានហើយនៅក្នុងពេលនោះក៏ឃើញថាវាងលីនគឺបានធ្វើដំណើរឆ្លងកាត់កន្លែងនេះគេក៏បានក្រោកឡើងជាមួយនឹងប្អូនស្រីរបស់គេហើយក៏បាននិយាយអរគុណទៅកាន់វាងលីនដែលវាងលីនហ្នឹងគឺបានជួយសង្គ្រោះគេជាមួយនឹងប្អូនស្រីរបស់គេហើយស្របពេលដែលវាងលីនវិញគាត់គឺមិនខ្វល់នោះទេដែលគាត់ក៏បានសម្ដៅទៅកាន់កសម្ព័ន្ធចម្រាញ់ព្រលឹងរបស់គាត់វិញទៅយើងកាត់មកមើលនៅពេលនេះវិញតាចាហ្នឹងគឺថាភ័យពេកដូច្នោះហើយគឺនិយាយឡើងទៅដិតអស់ទៅហើយគាត់បាននិយាយថាវាងលីនហ្នឹងប្រហែលជាមិនហ៊ានសម្លាប់គាត់នោះទេព្រោះថាប្រសិនបើវាងលីនសម្លាប់គាត់នោះវាងលីនប្រកាសជាមិនអាចដឹងអំពីរបៀបនៃការប្រើប្រាស់នៃកំណប់ទ្រព្យណាមួយឡើយជាមួយគ្នានោះក៏ស្រាប់តែស៊ូលីងគូបានត្រឡប់មកវិញជាមួយនឹងជូអមតៈនេះហើយក៏ប្រគល់វាទៅឲ្យវាងលីនស្របពេលដែលវាក៏នៅតែរូថាដោយសារតែជូនេះធ្វើឲ្យវានឹងគឺមានអារម្មណ៍ថាហត់នឿយខ្លាំងមែនទែនប៉ុន្តែវាងលីនក៏បានសរសើរវាថាវានឹងគឺពិតជាធ្វើបានល្អតែចានឹងវិញបាននិយាយថាជូនេះប្រសិនបើនៅក្នុងដៃរបស់វាងលីននោះវាគឺគ្មានប្រយោជន៍នោះទេដូច្នោះហើយប្រសិនបើវាងលីនដល់លេងគាត់នោះគាត់អាចប្រាប់វាងលីនអំពីរបៀបនៃការប្រើប្រាស់វាបានប៉ុន្តែវាងលីនក៏ឆ្លើយតបទៅវិញថាមិនចាំបាច់នោះទេបន្ទាប់មកគាត់ក៏បានប្រើប្រាស់កម្លាំងធម្មពលជាមួយនឹងត្រាមួយហើយក៏ដាក់ទៅលើជូនេះទៅនៅពេលដែលគាត់ក៏ចាប់ផ្ដើមធ្វើការគូសវាដែលធ្វើពន្លឺដោយចែងចាំងវាក៏បានសាយភាយចេញទៅដល់ខាងក្រៅកូនសិស្សទាំងអស់នៅក្នុងកសម្ព័ន្ធចម្រាញ់ព្រលឹងបន្ទាប់ពីឃើញហើយក៏នាំគ្នាធ្វើការគោរពហើយនៅពេលនេះវាងលីនក៏ធ្វើការគូសវាបង្កើតបានទៅជាតួអក្សរមួយឃើញដូច្នោះហើយតាចានឹងក៏ស្រាប់តែលិតជង្គង់ភ្លាមតែម្ដងសូមឲ្យវាងលីនបង្ហាញអំពីក្តីមេត្តាទុកជីវិតឲ្យគាត់ផងចំណែកវាងលីនក៏ឲ្យតាចានឹងបង្ហាញអំពីអត្តសញ្ញាណពិតប្រាកដរបស់គេប្រាប់គាត់តើគេនឹងគឺជាអ្នកណាទៅចំណែកតាចានឹងក៏ឆ្លើយតបទៅវិញថាការពិតទៅគាត់គឺជាអ្នកវឹកហាត់ម្នាក់ដែលមកអំពីប៉ាលៀនអ៊ីដែលមានឈ្មោះថាហងអ៊ីហើយកាលពីប៉ុន្មានឆ្នាំមុននោះដោយចៃដនគាត់បានចូលទៅក្នុងរូងភ្នំមួយហើយនោះគឺជារបៀបដែលគាត់ទទួលបាននៅកំណប់ទ្រព្យទាំងអស់នេះក្រោយមកទៀតនឹងគាត់ក៏បានបន្លំខ្លួនធ្វើជាមនុស្សដែលមកអំពីអាណាចក្រអមតៈហើយក៏ធ្វើការបោកគេឯងគ្រប់គ្នាទៅវាងលីនក៏តបទៅវិញថាក្រៅពីកំណប់ទ្រព្យទាំងអស់នេះដែលជាអាហារអមតៈក៏ដូចជាជូអមតៈហ្នឹងតែគាត់មាននៅកំណប់ទ្រព្យដទៃផ្សេងទៀតដែរឬអត់តាចាក់នឹងក៏តបទៅវិញថាប្រកាសជាមាននៅថង់ឈិនខុនចំនួន2ទៀតដោយថង់ឈិនខុនទី1នឹងប្រើប្រាស់សម្រាប់ទុកនៅរបស់ផ្សេងដែលមានដូចជាបន្ទះថ្មនិងសំណាញ់ចងអមតៈជាដើមចំណែកថង់ឈិនខុនទី2វិញមានបន្សល់ទុកនៅជាមួយនឹងធម្មពលវិញ្ញាណដូច្នោះហើយគាត់គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបើកវានោះទេហើយនៅទីបំផុតនោះក៏ត្រូវបានប្តីប្រពន្ធអមតៈមួយគូនឹងឆក់យកវាទៅបានទៅវាងលីនបន្ទាប់ពីលើដូច្នោះហើយក៏ប្រើប្រាស់កម្លាំងរបស់គាត់បន្តិចទាញយកនៅថង់ឈិនខុននេះរួចហើយក៏យកតាចានឹងទៅទុកវិញទៅនៅក្នុងពេលនោះគាត់ក៏បានបញ្ចេញនៅបន្ទះថ្មមួយចេញមកអំពីថង់ឈិនខុននឹងហើយសម្លេងក៏ចាប់ផ្ដើមបន្លឺឡើងថាឈីងសួងកូនស្រីជាទីស្រឡាញ់របស់ពុកដើម្បីធ្វើការអបអរសាទរឯងនៅក្នុងការឡើងសោយរាជរបស់ស្ដេចអមតៈនៃអាណាចក្រអមតៈនោះនៅក្នុងនាមពុកគឺជាឪពុករបស់ឯងនឹងបង្កើតនៅស្រោបដាវមួយសម្រាប់ឯងជាមួយនឹងមាសអមតៈនៃភាគខាងជើងដែលវាគឺអាចជួយចិញ្ចឹមនៅធម្មពលនៃវិញ្ញាណដាវនៃដាវអមតៈរបស់ឯងបានស្របពេលដែលបន្ទះថ្មនេះវិញគឺត្រូវបានចងភ្ជាប់ជាមួយនឹងឈាមក៏ដូចជាត្រាមួយនៅលើវារួចទៅហើយដូច្នោះហើយប្រសិនបើឯងគឺចង់បើកវានោះគ្រាន់តែប្រើប្រាស់នៅដំណាក់ឈាមរបស់ឯងតែប៉ុណ្ណោះនោះត្រានៅលើនេះប្រកាសជានឹងត្រូវបានបើកហើយអាចកំបាំងនៃបន្ទះថ្មនេះប្រកាសជាត្រូវបានបង្ហាញដោយពេញលេញហើយនៅពេលនេះវិញវាងលីនបាននិយាយនៅក្នុងចិត្តថាកូននៃស្ដេចអាណាចក្រអមតៈនេះគឺជាស្ត្រីម្នាក់ដែលមាននៅកំណត់ទ្រព្យដ៏ល្បីល្បាញមួយដែលត្រូវបានគេស្គាល់ថាជាដាវអមតៈហើយគាត់ក៏បាននិយាយថាដាវអមតៈអាណាចក្រអមតៈរួចហើយនោះក៏ស្រាប់តែបាននឹកឃើញភ្លាមតែម្ដងគាត់បាននិយាយហើយហេតុអ្វីបានជានៅក្នុងលោកនេះមានរឿងចៃដន្យបែបនេះទៅវិញគាត់ក៏បាននឹកឃើញទៅដល់មនុស្សជាទីស្រឡាញ់របស់ចៅអ៊ីហើយគាត់ក៏គិតថាមើលទៅឈីងសួងនេះប្រហែលជាកូនស្រីរបស់ស្ដេចនៃអាណាចក្រអមតៈឈីងលីនហើយដោយសារតែមិនចង់មកអង្គយូរវាងលីនក៏ចូលទៅក្នុងប្រាសាទអមតៈភ្លាមតែម្ដងនិងក៏បាននិយាយថារៀមច្បងគឺពិតជាសំទោគាត់ក៏ប្រើប្រាស់កម្លាំងធម្មពលរបស់គាត់បន្តិចដាក់ទៅលើចុងដៃរបស់នាងទាញយកនៅដំណាក់ឈាមហើយបន្ទាប់មកក៏បានបន្តវាទៅលើបន្ទះថ្មនេះទៅដោយសម្លេងក៏ចាប់ផ្ដើមបន្លឺឡើងទៀតថាចំពោះជក់នឹងវាគឺជាកំណប់ទ្រព្យកម្ពុជានៃអាណាចក្រអមតៈដែលត្រូវបានបង្កើតឡើងអំពីខ្លឹមសារប្រចាំហើយគាត់ក៏បានប្រើប្រាស់នៅផ្កាយយ៉ាងច្រើនជាមួយនឹងតួអក្សរទាំង12ធ្វើការបិទនៅចុងនៃជក់នេះដូច្នោះហើយនៅពេលខាងមុខនៅពេលដែលនាងប្រើប្រាស់វានៅក្នុងនាមគឺជាអ្នកនាំសារនោះវាអាចធ្វើមានការផ្លាស់ប្ដូរជាច្រើនកើតឡើងនៅពេលដែលនាងធ្វើការអនុវត្តនៅបច្ចេកទេសអមតៈកម្ពុជាស្របពេលដែលកំណប់ទ្រព្យទី2វិញវាគឺជាសំណាញ់
ងចងអមតៈនៅពេលដែលកំណត់ទ្រព្យនេះគឺបានលេចចេញមកជារូបរាងនោះវាគឺអាចលាក់នៅវិញ្ញាណនៃអាវុធដែលនៅខាងក្នុងបានហើយវាគឺជាកំណត់ទ្រព្យដែលបានបន្សល់ទុកនៅអំពីសង្គ្រាមនៃអាណាចក្រអមតៈកាលពីរាប់ម៉ឺនឆ្នាំមុនបន្ទាប់មកវាក៏បានធ្លាក់ចូលទៅក្នុងពិភពមនុស្សដែលវាគឺពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនហើយគាត់ក៏ជឿជាក់ថានេះប្រកាសជាចូលចិត្តវាស្របពេលដែលកំណត់ទ្រព្យទី3នឹងគឺអាចផ្គូផ្គងជាមួយនឹងដៅអមតៈបានដែលវាត្រូវបានគេឲ្យឈ្មោះថាស្រោមវិញ្ញាណបូជាព្រះអាទិត្យដោយនៅពេលដែលដៅដាក់ចូលទៅក្នុងនេះហើយវាគឺអាចជួយឲ្យដៅទាំងអស់នោះគឺថាជាសះស្បើយអំពីការខូចខាតហើយក៏ធ្វើឲ្យវិញ្ញាណនៃដៅនោះគឺថាកាន់តែមាននូវអំណាចធម៌ពលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយក្រៅពីបច្ចេកទេសនៃការបង្កើតអ្នកការពារអមតៈនោះក៏មាននៅបច្ចេកទេសនៃការជួសជុលរាងកាយដែរបើទោះបីជាវាត្រូវបានគេចាត់ទុកថាជាបច្ចេកទេសអមតៈកម្រិតទាបក៏ដោយប៉ុន្តែវាគឺមាននៅអាចកំបាំងយ៉ាងស៊ីជម្រៅដែលបានលាក់ទុកនៅខាងក្នុងនោះហើយវាត្រូវបានគាត់រកឃើញដោយចៃដន្យដែលបច្ចេកទេសនេះវាគឺអាចបំបែកនៅអំណាចធម៌ពលព្រះបុរាណបានហើយក៏ឃើញទៀតថានៅក្នុងបន្ទះថ្មហ្នឹងក៏បានលាក់ទុកជាមួយនឹងផែនទីមួយទៀតដែរដោយផែនទីហ្នឹងវាអាចជាកន្លែងនៃរូងភ្នំឬមួយក៏កន្លែងអាចកំបាំងណាមួយប៉ុន្តែគាត់មិនដឹងថាកន្លែងដែលវានាំទៅនោះគឺជាកន្លែងណានោះទេហើយអ្នកការពារអមតៈត្រូវបានបែងចែកទៅជា3កម្រិតដោយមានខ្ពស់មធ្យមហើយនិងទាបហើយបើទោះបីជាពួកគេគឺជាអ្នកការពារអមតៈកម្រិតទាបក៏ដោយប៉ុន្តែអំណាចធម៌ពលរបស់ពួកគេគឺអាចប្រៀបធៀបជាមួយនឹងដំណាក់កាលដ៏ល្អឥតខ្ចោះនៃកម្រិតទី6ស្របពេលដែលអ្នកការពារអមតៈដែលហងអ៊ីបានបង្កើតឡើងនឹងគឺស្ថិតតែជាអ្នកការពារអមតៈកម្រិតទាបដូច្នោះហើយវាគ្មានប្រយោជន៍ច្រើននៅក្នុងការទប់ទល់ជាមួយនឹងបិសាចភ្លើងនោះទេអញ្ចឹងហើយនៅពេលនេះក៏សួរថាតើផលចំណេញដែលគាត់ទទួលបានលើកនេះវាគ្រាន់តែជាបច្ចេកទេសអមតៈកម្រិតទាបមែនទេស្របពេលដែលបច្ចេកទេសអមតៈពិតប្រាកដវិញគឺជាអ្វីដែលអ្នកវឹកហាត់នៅក្នុងលោកនឹងគឺធ្វើការលះបង់ជីវិតរបស់ពួកគេដើម្បីទទួលបានដូច្នោះហើយលើកនេះប្រសិនបើគាត់គឺអាចធ្វើជាម្ចាស់នៃបច្ចេកទេសនៃការជួសជុលរាងកាយនោះនៅក្នុងសមរភូមិជាមួយនឹងបិសាចភ្លើងនោះគាត់ប្រកាសជាអាចផ្លាស់ប្ដូរនៅស្ថានភាពបានហើយនៅក្នុងសមរភូមិនេះកម្លាំងធម៌ពលរបស់បិសាចភ្លើងប្រកាសជាលើសគាត់ឆ្ងាយណាស់ដូច្នោះហើយវិធីសាស្ត្រធម្មតានោះប្រកាសជាគ្មានប្រយោជន៍ឡើយអញ្ចឹងហើយគឺមានតែពឹងផ្អែកទៅលើអំណាចធម៌ពលដ៏ទេពភាពជាមួយនឹងកំណត់ទ្រព្យតែប៉ុណ្ណោះព្រោះថាមានតែបែបហ្នឹងនោះទេទើបធ្វើឲ្យគាត់នឹងមានក្តីសង្ឃឹមខ្លះៗដោយឡែកចំពោះគ្រឿងសឹកនៃបំណែកព្រលឹងបិសាចខ្ចាត់ខ្ចាយឯនោះវិញជាមួយនឹងធម៌ពលដើររបស់លីងធីនហួរវាល្មមគ្រប់គ្រាន់ដើម្បីការពារនៅជីវិតរបស់គាត់ហើយបើទោះបីជាប្រភពទឹកនីតិខេត្តដៅពណ៌លឿងមាននៅអំណាចធម៌ពលខ្លាំងក្លាក៏ដោយប៉ុន្តែគឺមិនអាចប្រឈមមុខដោយផ្ទាល់ជាមួយនឹងបិសាចភ្លើងបាននោះទេប៉ុន្តែប្រសិនបើត្រូវបានបន្ថែមជាមួយនឹងធម៌ពលនៃការទេលផលនោះវាប្រកាសជាអាចធ្វើមានការភ្ជាប់ផ្អើលមួយចំណែកទងព្រលឹងជាមួយនឹងដៅអមតៈវិញបើទោះបីជាគាត់ប្រើប្រាស់វារួមគ្នាក៏ដោយប៉ុន្តែវាប្រហែលជាអាចទប់ទល់ការវាយប្រហារបានត្រឹមតែមួយលើកតែប៉ុណ្ណោះហើយរទេះចម្បាំងសម្រាប់ព្រះបើទោះបីជាវាមាននៅអំណាចធម៌ពលខ្លាំងក្លាក៏ដោយប៉ុន្តែវាក៏ទំនើងប្រហែលជាមិនអាចសម្លាប់បិសាចភ្លើងបានដែរដូច្នោះហើយនៅពេលដែលគ្រោះថ្នាក់ពិតប្រាកដចូលមកដល់នោះបច្ចេកទេសនៃការជួសជុលរាងកាយនេះវាគឺមាននៅតម្លៃដែលមិនអាចកាត់ថ្លៃបានដូច្នោះនៅពេលនេះវ៉ាងលីនគាត់ក៏មិនចង់បង្អង់ពេលវេលានាំតែខាតពេលទេដែរដោយគាត់ក៏ចាប់ផ្ដើមធ្វើការរៀនអំពីបច្ចេកទេសនៃការជួសជុលរាងកាយនេះទៅដោយកម្លាំងធម៌ពលជាច្រើនក៏នៅតែបន្តចាក់បញ្ចូលទៅកាន់រាងកាយរបស់គាត់ស្របពេលដែលពេលវេលាក៏ចេះតែកន្លងផុតទៅដោយនៅពេលនេះត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះ70ឆ្នាំគឺបានកន្លងផុតទៅបានទៅហើយយើងក៏លេចមកមើលខាងក្រៅនៃកសម្ព័ន្ធចម្រាញ់ព្រលឹងរបស់វ៉ាងលីនក៏បានឃើញអំពីកងទ័ពច្រើនខ្លាំងមែនទែនកំពុងតែសម្ដៅមកកាន់កន្លែងនេះហើយយើងក៏បានឃើញអំពីមេដឹកនាំរបស់គេម្នាក់ដោយមនុស្សម្នាក់ហ្នឹងគឺមានឈ្មោះថាលីយ៉ាវស៊ុយនៅដំណាក់កាលដំបូងនៃកម្រិតទី7គេបាននិយាយថាប្រទេសបិសាចមេឃនិងប្រទេសបិសាចភ្លើងហ្នឹងបានប្រយុទ្ធគ្នាធ្វើសង្គ្រាមអរិយពេលជាច្រើនឆ្នាំមកហើយប៉ុន្តែអាធិបិសាចនៃប្រទេសបិសាចមេឃហ្នឹងគឺនៅតែអាចឈរជើងបានដូច្នោះថ្ងៃនេះគេនឹងដណ្ដើមយកនៅទីក្រុងស្ដេចបិសាចហើយក៏ធ្វើការបំផ្លាញទីក្រុងនេះឲ្យរាបដល់ដីស្របពេលដែលស្រីស្អាតម្នាក់ទៀតដែលនៅកម្រិតដូចគ្នាដែលមានឈ្មោះថាស៊ុយយ៉ាវស៊ុយនោះក៏ប្រាប់ថាគឺត្រូវតែដណ្ដើមយកនៅទីក្រុងស្ដេចបិសាចនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានទើបអាចធ្វើឲ្យអាធិបិសាចហ្នឹងគឺគ្មានផ្លូវដែលអាចចាក់ចេញបានចំណែកក៏សម្ព័ន្ធចម្រាញ់ព្រលឹងរបស់វ៉ាងលីនក៏ត្រូវតែបំផ្លាញចោលដែរដើម្បីកុំឲ្យពួកគេនឹងមើលរារាំងផ្លូវរបស់ពួកនាងហើយនៅពេលនេះលីយ៉ាវស៊ុយប្រើប្រាស់កម្លាំងរបស់គេវាយទៅលើរនាំងការពារនៃកសម្ព័ន្ធចម្រាញ់ព្រលឹងប៉ុន្តែវាក៏ត្រូវបានជួសជុលទៅវិញយ៉ាងឆាប់រហ័សគេបាននិយាយថាពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែននៅពេលដែលគេបំបែកក្បួនការពារនេះហើយគេនឹងយកក្បួនការពារនេះប្រគល់ជូនទៅកាន់អធិបិសាចរបស់គេចាត់ទុកជាអំណោយហើយនៅពេលនេះគេក៏បានគវាដៃរបស់គេបន្តិចទៅធម្មពលដ៏ខ្លាំងក្លាអំពីទីហ៊ានបិសាចរកខ្សែនឹងវាក៏ស្រាប់តែបានប្រមូលផ្ដុំបង្កើតបានទៅជានាគធម្មពលដ៏ធំសម្បើមមួយលីយ៉ាវស៊ុយក៏បានស្រែកបញ្ជាមួយវ៉ាទៀតនោះនាគធម្មពលនេះក៏បានសម្ដៅទៅរករនាំងការពារនៃកសម្ព័ន្ធចម្រាញ់ព្រលឹងស្របពេលដែលគ្រប់គ្នាវិញហាក់បីដូចជាគ្មានការព្រួយបារម្ភនោះទេក្នុងពេលនោះវ៉ាងលីនក៏បានបើកភ្នែកហើយក៏បានស្រែកឡើងមួយវ៉ានោះអំណាចធម្មពលរបស់គាត់ក៏បានសាយភាយចេញទៅធ្វើឲ្យអ្វីគ្រប់យ៉ាងនៅពេលនេះក៏ត្រូវបានស្កប់នៅនឹងកន្លែងដែលវាគឺពិតជាអាចបញ្ឈប់នៅអ្វីគ្រប់យ៉ាងបានហើយនៅក្នុងពេលនោះវ៉ាងលីនក៏បានចេញមកខាងក្រៅដកនៅដាវមួយចេញមកហើយក៏បានធ្វើការកវិសវាជាមួយនឹងអំណាចធម្មពលរបស់គាត់ធម្មពលដាវមួយក៏ត្រូវបានកាត់សម្ដៅចេញទៅហើយយើងក៏ឃើញថាបុរសខ្លាំងលីយ៉ាវស៊ុយដែលចេញមកឡើងទំនើងនៅពេលនេះក្បាលរបស់គេក៏ស្រាប់តែបានដាច់អំពីស្មាទៅហើយស្របពេលដែលទាហានបិសាចដទៃផ្សេងទៀតដែលមានចំនួនរាប់សែននឹងក៏មិនខុសគ្នាដែរដោយរាងកាយរបស់ពួកគេនឹងក៏ត្រូវបានកាត់ផ្ដាច់ដូចគ្នាបើក៏លេខទៅមើលស៊ុយយ៉ាវស៊ុយវិញរាងកាយរបស់នាងក៏ត្រូវបានកាត់ផ្ដាច់ដូចគ្នាហើយមុនពេលដែលនាងស្លាប់ក៏ឆ្លៀតសួរថាតើមានអ្វី
កាឡើងទៅដោយសារតែនាងគឺមិនដឹងតទៅសោះហើយនៅពេលនេះនាងក៏បានដេកដួលទៅលើដីហើយក៏បាត់បង់ជីវិតទៅស្របពេលដែលវ៉ាងលីនអ្វីដែលគាត់បានប្រើប្រាស់វាគឺជាបច្ចេកទេសនៃការជួសជុលរាងកាយប៉ុន្តែនៅពេលនេះគាត់គឺអាចប្រើប្រាស់វាបានត្រឹមតែ3ដងតែប៉ុណ្ណោះហើយណាមួយគាត់ក៏មិនទាន់រៀនវាបានឲ្យស្ទាត់ជំនាញឬមួយក៏ពេញលេញដែរប៉ុន្តែគាត់គ្មានពេលរៀនទៀតនោះទេដោយសារតែការសន្យាជាមួយនឹងបិសាចបុរាណបៃលួគឺរៀបនឹងចូលមកដល់ទៅហើយដូច្នោះហើយគាត់ក៏ដល់ពេលដែលត្រូវតែធ្វើដំណើរចាក់ចេញដែរយើងក៏លេចទៅមើលទីក្រុងនៃប្រទេសបិសាចភ្លើងវិញយើងក៏ឃើញថាទាហានបិសាចជាច្រើននៃប្រទេសបិសាចមេឃកំពុងតែធ្វើការប្រមូលផ្ដុំគ្នាដើម្បីត្រៀមខ្លួននៅក្នុងការបំបែកនៅរនាំងការពារនៃប្រទេសបិសាចភ្លើងនៅពេលនេះទាហានបិសាចជាច្រើនក៏បានធ្វើការប្រមូលផ្ដុំហើយក៏បង្ហាញអំពីអំណាចធម្មពលរបស់ពួកគេជាមួយនឹងមេតបឋានសួគ៌មេតបដតីផ្សេងទៀតបន្ទាប់ពីប្រមូលផ្ដុំនៅអំណាចធម្មពលរួចរាល់ហើយពួកគេក៏ធ្វើការវាយសម្ដៅទៅកាន់រនាំងការពារនៃប្រទេសបិសាចភ្លើងប៉ុន្តែបើទោះបីជាបែបនេះក្តីពួកគេគឺនៅតែមិនអាចបំបែកបានហើយធម្មពលដែលបានឡងត្រឡប់មកវិញនឹងក៏ធ្វើពួកគេនឹងប៉ាងត្រឡប់ទៅលិនពេញនឹងអធិរាជបិសាចបាននិយាយថារនាំងការពារនេះត្រូវបានប្រមូលផ្ដុំអំពីធម្មពលបិសាចរយៈពេល 10000 ឆ្នាំហើយពួកគាត់នឹងគឺមិនអាចបំបែកវាបាននោះទេដូច្នោះនៅក្នុងសមរភូមិនេះក៏មានការខាតបង់យ៉ាងច្រើនដែរប៉ុន្តែបុព្វបុរសរបស់គាត់នៅតែចុចបញ្ជាឲ្យធ្វើការឡំពាត់ដូច្នោះហើយគាត់គឺពិតជាមិនយល់នៅក្នុងពេលនោះក៏លេចទៅមើលកណ្ដាលអាកាសនោះក៏ស្រាប់តែឃើញថាមនុស្សម្នាក់បានបង្ហាញខ្លួនដោយនោះគឺជាវ៉ាងលីនគាត់ក៏បានស្រែកឡើងមួយវាស់ជាមួយនៅអំណាចធម្មពលរបស់គាត់នៃចេតនាសម្លាប់នោះវាក៏បានធ្វើការវាយទៅកាន់រនាំងការពារនៃប្រទេសបិសាចភ្លើងនេះទៅស្របពេលដែលវ៉ាងលីនក៏នៅតែបន្តលើកដៃឡើងហើយក៏បានស្រែកឡើងមួយវាស់ទៀតនោះអំណាចធម្មពលដ៏ខ្លាំងនេះក៏បានកាត់សម្ដៅកាន់តែខ្លាំងដោយយើងក៏ឃើញថានៅទីបំផុតនោះរនាំងការពារដ៏ធំសម្បើមដ៏រឹងមាំដែលពួកគេមិនអាចបំបែកបាននោះនៅទីបំផុតក៏ត្រូវបានបំបែកជាស្ថាពរ